បាទជំរាបសួរបងប្អូនតាមរយៈវីដេអូនេះខ្ញុំសូមពំនាំអារម្មណ៍បងប្អូនមកទស្សនាឬក៏មកដឹងពីប្រវត្តិខ្លះៗនៃប្រាសាទបន្ទាយស្រីបាទអញ្ចឹងទីតាំងប្រាសាទបន្ទាយស្រីគឺស្ថិតនៅក្នុងទីរួមស្រុកបន្ទាយស្រីឃុំបន្ទាយស្រីដែលមានចម្ងាយប្រមាណប្រហែលជា30គីឡូម៉ែត្រជាងពីទីរួមខេត្តសៀមរាបហើយនៅក្នុងទីនេះបើសិនតែយើងយកគីឡូពីស្រះស្រង់គឺមានចម្ងាយប្រហែលជា20គីឡូជាងទេហើយបងខ្ទង់25 26ឬក៏27គីឡូពីស្រះស្រង់បាទណាពីចម្ងាយពីទីស្រះស្រង់ទៅប្រាសាទបន្ទាយស្រីអញ្ចឹងប្រាសាទបន្ទាយស្រីទាក់ទងមួយនឹងប្រវត្តិនៃប្រាសាទមួយនេះប្រាសាទបន្ទាយស្រីមានឈ្មោះល្បីព្រោះវាត្រូវបានសាងសង់ឡើងពីថ្មផ្កាឈូកជាមួយនឹងក្បាច់ចម្លាក់យ៉ាងល្អិតឆ្មារបស់វាហើយវាមានភាពរស់រវើកជាងគេដោយមានទូប្រាង្គប្រាសាទដែលមានសភាពល្អឆើតដូចជាស្រីគ្រប់ទៀតអញ្ចឹងប្រាសាទបន្ទាយស្រីនេះគឺសង់លើដីរាបស្មើដែលមានរាងតូចច្រឡឹងដោយថ្មភក់ផ្កាឈូកនិងឥដ្ឋរាង4ជ្រុងទ្រវែងបាទហើយមានគូទឹកព័ទ្ធជុំវិញនៃប្រាង្គប្រាសាទទាំង3នេះហើយប្រាសាទនេះគឺមានកំពូល3ប្រាសាទនេះសាងសង់បែរមុខទៅទិសខាងកើតហើយប្រាង្គកណ្ដាលនៃប្រាសាទនេះមានកម្ពស់មានតម្កល់បាទមានតម្កល់នៅលិង្គព្រះឥសូរខាងត្បូងនិងឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនាហើយនៅខាងជើងឧទ្ទិសថ្វាយដល់ព្រះវិស្ណុប្រាសាទបន្ទាយស្រីកាលដើមឡើយមានឈ្មោះថាឥសូរបុរៈដែលមានន័យថាបុរីនៃព្រះឥសូរប៉ុន្តែសម័យកាលក្រោយមកគេក៏បានហៅឈ្មោះប្រាសាទនេះថាជាប្រាសាទបន្ទាយស្រីទៅវិញដោយសារតែរាងតូចច្រឡឹងនិងក្បូរក្បាច់រចនាដ៏ស្រស់ស្អាតនិងរស់រវើកនៅលើផ្ទាំងថ្មពណ៌ផ្កាឈូកនៃប្រាសាទនេះមិនត្រឹមតែប៉ុណ្ណោះទេសោតប្រាសាទបន្ទាយស្រីបានទទួលការកោតសរសើរពីភ្ញៀវទេសចរសឹងគ្រប់គ្នានៅពេលដែលពួកគេបានទៅទស្សនាប្រាសាទមួយនេះណាថាពិតជាស្រស់ស្អាតបើទោះបីជាបរិវេណរាងតូចចង្អៀតបន្តិចមែនប៉ុន្តែទ្រង់ទ្រាយការលម្អរចនារបស់ប្រាសាទនេះគឺលម្អទៅដោយចម្លាក់ផ្កាភ្ញីនៃរឿងរ៉ាវដែលតាក់ទងទៅនឹងលទ្ធិទេវរាជរឿងរាមកេរ្តិ៍ខ្មែរមិនត្រឹមតែមកទីសោតនោះចម្លាក់នីមួយៗនៃប្រាង្គប្រាសាទបន្ទាយស្រីណាគឺសុទ្ធតែមានលក្ខណៈរស់រវើកប្រៀបដូចទៅនឹងប្រាសាទដតីតាមឯកសារប្រវត្តិសាស្ត្រផ្សេងៗនៅក្នុងអាណាចក្ររបស់ខ្មែរយើងបានបញ្ជាក់កត់ត្រាថាប្រាសាទបន្ទាយស្រីបានសាងសង់ឡើងនៅក្នុងគ្រិស្តសករាជឆ្នាំ967នៅក្នុងរជ្ជកាលរបស់ព្រះបាទស្រីរាជចន្ទ្រពរទេពីទី2គឺមុនការដែលសាងសង់ប្រាសាទអង្គរវត្តនិងអង្គរធំដោយសាងសង់ឡើងដោយព្រាហ្មណ៍ម្នាក់ឈ្មោះយ៉ាញ់ជាវិរាជហៈដែលជាព្រះគ្រូរបស់ព្រះបាទស្រីជ័យទ័ពទេពទី5ដើម្បីឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនាប្រាសាទបន្ទាយស្រីធ្វើពីថ្មភក់មានពណ៌ស៊ីជម្ពូនិងរំលេចទៅដោយទេពអប្សរាចំនួន1500អង្គឬក៏100អង្គនេះបាទហើយលើពីនោះទីសោតនេះគឺដែលទេពអប្សរទាំងអស់នោះសុទ្ធតែខុសៗគ្នាហើយលើពីនោះទៅទៀតសាលាចារឹកផ្កាភ្ញីនៅប្រាសាទបន្ទាយស្រីមានក្បាច់ល្អលើសពីក្បាច់ចម្លាក់នៅលើប្រាង្គប្រាសាទអង្គរវត្តទៅទៀតគឺដូចជាក្បាច់ដែលបានធ្លាក់ពីលើបានឆ្លាក់ពីលើប្រាក់ឈើស្ពាន់ដូចនេះដែរបើតាមមគតិទេសចរមួយចំនួនបញ្ជាក់ថាព្រះបាទស្រីពិជ័យពរទេពទី5ទ្រង់ជាអ្នកកសាងប្រាសាទនេះដែលតាមសាលាចារឹកបានសរសេរថាឥសូរបុរៈឈ្មោះស្រីភូវតៈមហេស្វៈប្រែថាស្ពានព្រះឥសូរជាធំនៃត្រៃភពមានន័យថាបុរីព្រះឥសូរមិនមែនជាឈ្មោះប្រាសាទបន្ទាយស្រីដូចដែលយើងស្គាល់រាល់ថ្ងៃនោះទេ
ហើយប្រាសាទនេះមានកំពែងថ្មបាយក្រៀមមកព័ទ្ធ3ជាន់មានទីលានក្រាលថ្មវែងទៅនឹងទិសខាងកើតមានគោបុរៈប្រកបដោយក្បាច់វិចិត្រនៅចំកណ្ដាលទីលានមានរាងទង់ខាត់ខ្វែងបាទមានរោងតងខាត់ខ្វែងក្រឡាចាក់ត្រង់ទៅដោយបាទដែលចេញទៅខាងជើងមួយចេញទៅខាងត្បូង3សុទ្ធសឹងប្រកបទៅដោយក្បាច់រចនាល្អវិចិត្រសប្តាហ៍ថ្ងៃនេះក្បាច់ឆ្លាក់ទាំងអស់នោះសល់តែសសរជ្រងច្រាងគូឲ្យស្ដាយតែប៉ុណ្ណោះអញ្ចឹងមិនដោយសារអាយុកាលនៃប្រាសាទហ្នឹងគឺក្បាច់ទាំងអស់ហ្នឹងត្រូវបានបាត់បង់ហើយឥឡូវនៅសល់តែសសរប៉ុណ្ណោះទេហើយប្រាសាទបន្ទាយស្រីនេះជាប្រាសាទមួយដែលមានក្បាច់រចនាយ៉ាងបញ្ចង់ឆាតឆាយមានសន្ធឹកភ្ញៀវវល់វិលវងល្អិតឆ្មាស្រស់រស់រវើកដែលមើលទៅគួរឲ្យនឹកគិតឥតមានក្តីសង្ស័យថាទេវនិមិត្តសន្លឹកក្បាច់មួយតងដែលវិលវងមូលក្រឡង់អាចទាញភ្នែកគយគន់មើលម្ដងហើយម្ដងទៀតនឹងឲ្យឈរត្រឹងបាទភាំងភ្លេចខ្លួនជាជក់មាត់ដោយសេចក្តីស្ញើចថ្មីដៃសម្ដែងឲ្យឃើញថាសម័យកសាងប្រាសាទបន្ទាយស្រីនេះជាសម័យនៃការចេះដឹងស្ទាត់ជំនាញរបស់បុព្វបុរសខ្មែរនាសម័យនោះហើយប្រាសាទបន្ទាយស្រីនេះកន្លងមកត្រូវរងនៅការបានន័យថារងនៅភាពអន្តរាយដោយសារតែសង្គ្រាមបានធ្វើឲ្យប្រាសាទបន្ទាយស្រីនេះខូចខាតខ្ទេចស្ទើរទាំងអស់យ៉ាងច្រើនរបងកំពែងដែលការពារប្រាង្គប្រាសាទនេះត្រូវបានគេធ្វើការជីកគាស់កាយរករកវត្ថុបុរាណផ្សេងដែលគេជឿថាក្នុងសម័យសង្គ្រាមនោះតាមប្រាសាទមួយគឺបង្កប់ទៅដោយវត្ថុមានតម្លៃម្ល៉េះហើយធ្វើឲ្យចៅទាំងអស់នោះបានន័យថាមនុស្សអាក្រក់ទាំងអស់នោះបានជីកកាយដែលនាំឲ្យមានការបំផ្លិចបំផ្លាញទៅដល់ប្រាង្គប្រាសាទនេះហើយមួយទៀតសោតកតងមួយនឹងសិលាចារឹកនៅលើប្រាសាទបន្ទាយស្រីប្រាសាទបន្ទាយស្រីមានឈ្មោះថាស្រីភូវនមហេស្វរៈដែលមានន័យថាជាម្ចាស់នៃលោកទាំង3ដែលស្ថាបនាឡើងនៅក្នុងឆ្នាំនៅក្នុងស្ថាបនាឡើងនៅក្នុងឆ្នាំ967នៃគ្រិស្តសករាជនៅក្នុងរាជព្រះបាទស្រីរាជាន្ទ្រពរទេពីទី2នៅក្នុងដែលព្រះអង្គបានសោយរាជនៅក្នុងចន្លោះឆ្នាំ944ដល់ឆ្នាំ1001នេះបើតាមសារាចារឹកដែលបានកំណត់ថាជា K842 នាចុងសតវត្សទី10អញ្ចឹងតាមរយៈសារាចារឹកដែលសេកតតុយបានសរសេរថាស្ត្រីព្រំនេះឈ្មោះយញ្ជៈវិរិយហៈប្រកបដោយចំណេះដឹងពងពោះខាងវិទ្យាសាស្ត្រហើយទទួលមុខងារជាសាស្ត្រាចារ្យខាងសេវនិយមនិងជារាជគ្រូទី1នៃព្រះមហាក្សត្រអញ្ចឹងយើងបានដឹងហើយថានៅពេលដែលយើងនឹកឃើញដល់ប្រាសាទបន្ទាយស្រីគឺយើងនឹកឃើញទៅដល់ស្ថាបនិកមានន័យថាអ្នកដែលសាងសង់ប្រាសាទនឹងឡើងអញ្ចឹងយើងដឹងហើយថាប្រាសាទបន្ទាយស្រីគឺវាមានលក្ខណៈបានន័យថាសាងសង់ឡើងនៅក្នុងទីលានតូចមួយទេមិនធំទេប៉ុន្តែអ្វីដែលជាភាពស្ញប់ស្ញែងនៃប្រាសាទបន្ទាយស្រីគឺតកតងមួយនឹងក្បូរក្បាច់រចនាដែលយើងបានកំពុងតែទស្សនាតាមរយៈវីដេអូដែលខ្ញុំបានផ្សាយជូននេះគឺក្បាច់រចនាគឺមានសភាពលិចជ្រៅចូលទៅក្នុងតួប្រាសាទដែលយើងពេលខ្លះយើងមិននឹកស្មានដល់ថាហេតុអីបានតួប្រាសាទនេះឬក៏ក្បាច់រចនានេះគឺមានភាពរស់រវើកហើយពេលខ្លះនៅពេលដែលយើងឃើញដំបូងយើងអាចគិតថាប្រាសាទហ្នឹងប្រហែលជាពុំគេចាក់ពុំយកមកដាក់ឲ្យមើលទៅតែតាមពិតគឺមិនមែនទេគឺជាការរចនាឡើងរបស់បុព្វបុរសរបស់យើងដែលគាត់មានភាពច្បាស់លាស់ឬក៏មានទេពកោសល្យ
យ៉ាងស្ញញដូចយើងបានឃើញនៅក្នុងរូបភាពនីមួយៗអញ្ចឹងគឺពោពេញទៅដោយភាពច្នៃប្រឌិតពោពេញទៅដោយភាពអស្ចារ្យតាមរយៈស្នាដៃដែលពពាកបរោះយើងបានបង្កើតវាឡើងអញ្ចឹងបើយើងនិយាយទៅគឺប្រាសាទនេះគឺសង់ឡើងមុនប្រាសាទអង្គរវត្តទៅទៀតហើយតកតងមួយនឹងក្បួនក្បាច់រចនាគឺជាក្បាច់រចនានៃប្រាសាទបន្ទាយស្រីដែលយើងដាក់ឈ្មោះវាបានថាជាប្រាសាទមួយដែលមានភាពបីបាញខាងក្បាច់ចម្លាក់បូករួមជាមួយនឹងពណ៌មាសនៃតួប្រាសាទតូចច្រឡឹងមួយនេះបាទអញ្ចឹងអរគុណច្រើនបងប្អូនតាមរយៈវីដេអូមួយនេះមានកន្លែងលោះលើឬក៏ខ្វះខាតឬក៏ខុសឆ្គងកន្លែងណាសូមអធិស្ឋានពីព្រោះថាវាជាដំណើរមួយនៅក្នុងការសិក្សាស្វែងយល់អំពីស្នាដៃនៃពពាកបរោះរបស់យើងអញ្ចឹងលើកទឹកចិត្តសម្រាប់បងប្អូនដែលមិនទាន់បានទៅទស្សនាសូមអញ្ជើញទៅទស្សនាសម្រាប់រូបខ្ញុំផ្ទាល់ទោះបីជាខ្ញុំបានទៅទស្សនាច្រើនដងហើយតែលទ្ធភាពនៃការទៅសិក្សាឬក៏ទៅទស្សនារបស់ខ្ញុំគឺចង់ទៅណាបានន័យថាចង់ទៅសិក្សាពីព្រោះឲ្យការសិក្សាម្ដងគឺបានឆ្លុះបង្ហាញឲ្យខ្ញុំឃើញថាពីមួយពេលដែលខ្ញុំបានទៅសិក្សាខ្ញុំបានស្វែងយល់អំពីអត្ថន័យបូករួមជាមួយនឹងស្នាដៃដ៏អស្ចារ្យនៃពពាកបរោះរបស់យើងដែលបន្សល់ទុកឲ្យយើងទស្សនានាពេលបច្ចុប្បន្នហើយក៏ជាកេរដំណែលមួយដែលនាំឲ្យប្រទេសជាតិរបស់យើងនឹងមានភាពរុងរឿងក៏ដោយសារតែស្នាដៃពពាកបរោះរបស់យើងផងដែរអញ្ចឹងសូមអរគុណច្រើនបងប្អូនម្ដងទៀតបើសិនជាមានការលើកលួសឬក៏ខ្វះខាតកន្លែងណាមួយដោយអចេតនាសូមអធិស្ឋានសម្រាប់ការអធិប្បាយនៅក្នុងវីដេអូខ្លីមួយនេះអញ្ចឹងសូមលើកទឹកចិត្តជួយចែករំលែកឬក៏ comment សម្រាប់បងប្អូនដែលដឹងពីប្រវត្តិផ្សេងឬក៏ចំណុចសំខាន់ផ្សេងនៅក្នុងតួប្រាសាទបងប្អូនអាចចែករំលែកដោយយកចំណុចណាមួយនៅក្នុងតួប្រាសាទដើម្បីយើងសិក្សាបានចែករំលែកចំណេះដឹងដល់អ្នកទស្សនាទាំងអស់គ្នារួមទាំងខ្ញុំផងដែរបាទអរគុណច្រើនជម្រាបលាសូមរីករាយទស្សនាបន្តទៅទៀតបាទឆ្ងាយខលិន
បងទិញហើយព្រិញ